ពីមុន The Freedom ឥឡូវ Free Agent គេថាចាញ់ពី Man U ទៅដឹងតែល្អចុះមិនក៏អត់មានក្លឹបណាមកតាកតងអាជើងល្អនេះយកទៅទៅនិយាយត្រង់បើសួរខ្ញុំថាមកកីឡាករ Man U ទាំងអស់ទាំងមុនទាំងក្រោយស្អប់កីឡាកររូបណាជាងគេនេះអាចើងល្អនេះឯងស្អប់ជាងគេបដលេខ1ស្អប់មិនចង់សម្បីទៅហៅឈ្មោះវាដូចឆ្លើងដែលតាមពើជជក់ពី Man U អញ្ចឹងឯងមិនបានខ្ញុំថាអញ្ចឹង Man U ទិញវាពី Dortmund មកតម្លៃខ្លួនរបស់វា73លានផោនថ្លៃពលកម្មទាំងថ្លៃដែលពេលដែលមានក្លឹបផ្សេងខ្ចីជើងវាទៅ Man U ជួយចាញ់ពាក្យកដាលអីហ្នឹងសរុបជាសាច់ប្រាក់ទាំងអស់ 46.5 លានផោនបូករួមទាំងតម្លៃខ្លួនទាំងអីទាំងអស់ជាង120លានផោន5ឆ្នាំដែលនៅ Man U វាសុទ្ធឲ្យ Man U បាន12គ្រាប់ស្មើនឹងគ្រាប់បាល់វាមួយតម្លៃគ្រាប់បាល់ដែលវាសុទ្ធបានហ្នឹងជាង10លានផោននេះអត់ទាន់បូកបញ្ចូលជាមួយនឹងbonus ប្រចាំឆ្នាំហើយអា bonus ដែលវានៅបានចប់កុងត្រានឹងទៀតអានឹងត្រូវតែគិតឲ្យវាទៀតសរុបជាសាច់លុយមកទាំងអស់ Man U ជះលុយលើអាសានឈូនឹងមិនក្រោម150លានទេដើម្បីបដូរយកគ្រាប់បាល់12គ្រាប់វាអត់ខ្វល់អីទេក្រៅពីលុយអាសានឈូនឹងកាលរដូវកាលមុន Aston Villa ចង់ទិញផ្ដាច់វាតែតម្រូវឲ្យសានឈូនឹងទម្លាក់ថ្លៃពលកម្មបន្តិចតែវាអត់ព្រមវាចង់បានដូចកាលដែលវានៅ Man U 35,000ផោនហើយវាសុកចិត្តទុកឲ្យដាច់កុងត្រាកាលណាដាច់កុងត្រាជាមួយ Man U អាថ្លៃដែលក្លឹបផ្សេងចង់បានវាមកផ្ដាច់កុងត្រាដែលលុយត្រូវចូលកប៉ៅ Man U អាលុយកន្លែងហ្នឹងមិនចាំបាច់ទេព្រោះអីវាដាច់កុងត្រាហើយវាយកអាកន្លែងហ្នឹងទៅនិយាយថ្លៃពលកម្មជាមួយក្លឹបផ្សេងដែលចង់បានវាបានស្រួលទៀតបើដូច Casemiro ដែលធ្វើល្អអញ្ចឹងពេលដាច់កុងត្រាអញ្ចឹងយើងអរគុណសិតគាត់ជួយ Man U បានច្រើនម៉ាឡេស៊ីតែបាត់តែរបួសបាត់មុខមួយរដូវកាលពីរដូវកាលមែនតែមុនដែលវារបួសអានឹងក៏ជួយក្លឹបបានច្រើនដែរអានឹងក៏អរគុណដែរតែបើចំពោះអានេះមួយ3ម៉ាត់ចុងក្រោយ